ខំរៀនល្បែងដើម្បីធ្វើតែ deliver អ្នកស្ដាប់គឺយល់ការនិពន្ធបទចម្រៀងមួយដើម្បីជាតិវារៀង challenge បន្តិចសម្រាប់ខ្ញុំដោយសារតែយើងត្រូវនិយាយអំពីអតីតកាលបច្ចុប្បន្នកាលនិងអនាគតដែលបញ្ជាក់អំពីតថភាពរបស់ប្រទេសខ្មែរយើងសូមម្ដងឲ្យត្រូវផងណាចឹងទៀតសំភារគោលបំណងនៃការផលិតបទចម្រៀងនេះឡើងគឺដោយសារតែក្រុមហ៊ុនវឌ្ឍនៈគាត់មានចក្ខុវិស័យបំផុសនៅស្មារតីខ្មែរតែមួយហ្នឹងគឺយូរមកហើយម្ល៉េះហើយទើបមកដល់ពេលនេះពួកយើងដែលជាគ្រួសារតែមួយរបស់ក្រុមហ៊ុនវឌ្ឍនៈបានមូលមតិគ្នាផលិតនៅបទចម្រៀងនេះឡើងស្ងប់ស្ងាត់សាមគ្គីមិនចោះចាញ់បរិសុទ្ធដូចផ្កាហើយសំខាន់គឺមានអ្នកអង្គការចូលរួមច្រៀងជាមួយពួកយើងផងដែរសន្យាការពារខំតង់ហ្នឹងសន្យាការពារដែនដីនេះគ្មានថ្ងៃប្រែខែគាត់បានវ៉ាវអូខេអានេះខ្ញុំគិតថាអាច fix បានតររតររតម៉េឡូឌីពូថាមកចូលចាំកាន់ទងជាតិយើងមកចូលចាំកាន់ទងជាតិយើងចំណុចទី2ដែលខ្ញុំត្រូវគិតដល់នោះគឺធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរដែលបានស្ដាប់បទនេះហើយគឺពួកគាត់ងាយស្រួលនៅក្នុងការច្រៀងជាមួយពួកយើងហើយងាយស្រួលចងចាំដូចគ្នាដែរអើយចងខំរហូតដូច្នេះខ្ញុំក៏នឹកឃើញបញ្ចូលបទពងសាវតាខ្មែរចូលទៅក្នុងបទមួយហ្នឹងដូច្នេះប្រជាជនខ្មែរដែលគាត់បានស្ដាប់បទហ្នឹងក៏ដោយឬក៏មិនទាន់បានស្ដាប់ក៏ដោយពួកគាត់ក៏អាចចូលរួមច្រៀងជាមួយពួកយើងបានដូចគ្នាដែរខ្មែរអើយចូលចាំជាក់ថានេះគឺជាលើកទី1ហើយដែលនាងខ្ញុំបានបកស្រាយបទចម្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងដែលជា Brand Ambassador ប្រចាំនៅក្រុមហ៊ុនវឌ្ឍនៈទាំងអស់បទនេះបើស្ដាប់ទៅគឺថាវាមានអត្ថន័យខ្លាំងមែនតើនៅក្នុងរាប់មួយពាក្យដែលអ្នកនិពន្ធគាត់បានរៀបចំជាពិសេសខ្ញុំអាចរួមចំណែកច្រៀងជាមួយនឹងរៀមច្បង BA របស់វឌ្ឍនៈទាំងអស់គ្នាអាសលេងយើងស្ទាមការច្រៀងរួមគ្នាគឺបង្ហាញពីសាមគ្គីភាពដ៏មោះមុតមួយរបស់ពួកយើងដោយសារតែនៅក្នុងស្ថានភាពបែបនេះគឺការរួបរวมគ្នាគឺជាអ្វីដែលសំខាន់បំផុតតកតងទៅនឹងស្មារតីខ្មែរតែមួយនេះខ្ញុំនៅពេលដែលយើងអានអត្ថន័យទៅយើងដឹងថាក្នុងនាមយើងជាប្រជាជនកម្ពុជាផ្ទាល់តើយើងអាចធ្វើអ្វីខ្លះសម្រាប់ប្រទេសយើងអរិធម៌សិល្បៈខ្មែររស់ច្រងោនេះអានេះមិនឡយនៅក្នុងគោលដៅចម្រៀងទាំងអស់ហ្នឹងគឺការដឹងគុណការសងគុណអ្វីដែលខ្មែរបង្កើតឲ្យយើងមានស្រាប់ពងសាវតាខ្មែរយើងថែឲ្យបានថ្លៃថ្នូរអរិធម៌សិល្បៈខ្មែររស់ច្រងោបាទអញនិយាយបានថាល្មងទៅថាជុំគ្នាដើម្បីបង្កើតជា project នេះមួយគឺមិនមែនជារឿងងាយទេចឹងខ្ញុំហ្នឹងឲ្យច្បាស់ដែរដូចគ្នាខ្ញុំសូនពេលដែនខ្មែរចិត្តហើយខ្ញុំសូនពីលើដែនខ្មែរហើយខ្ញុំពិតជាមានអារម្មណ៍ថារំភើបហើយមានមោទនភាពមែនទែនដែលជាចំណែកមួយនៅក្នុង project នេះពីព្រោះថាសិតតែថារៀមច្បងហើយសិតតែជាគ្រួសារតែមួយនៅក្នុងក្រុមហ៊ុនវឌ្ឍនៈតែម្ដងតែលើតែលើមកតោះមកយោអូខេយកតែក៏ប៉ុន្តែនេះមិនមែនជាលើកទី1របស់នាងខ្ញុំទេដែលផលិតនៅបទចម្រៀងជាតិរួមគ្នាប៉ុន្តែអ្វីដែលពិសេសលើកនេះគឺបទចម្រៀងមួយបទនេះធ្វើដើម្បីជាតិហើយរួមជាមួយនឹងក្រុមគ្រួសាររបស់វឌ្ឍនៈជុំគ្នាផងដែរបានកើតជាខ្មែរយើងមានពងសាវតាបានកើតជាខ្មែរនឹងយើងលើមោទនភាពទីអាសលេងយើងបញ្ចេញមកបងបើសម្រាប់អារម្មណ៍របស់នាងខ្ញុំតែម្ដងគឺថាមានមោទនភាពសម្រាប់ច្រៀងបទនេះហើយនឹងក៏សូមផ្ញើបទចម្រៀងដែលទាំងមូលនេះជូនទៅដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសទៅដល់បងកងទ័ពផងដែរចារៀនកសាងស្នាដៃចឹងកន្លែងដំបងអានឡាញមានថាយើងរៀងសកត់តិចណាបាទចឹងមួយហើយច្បាស់ពាក្យយើងចឹងណាគឺខ្ញុំមានមោទនភាពចំពោះបទចម្រៀងមួយនេះខ្លាំងមែនតើអាចថាវាជាលើកទី1នៃឆ្នាំនេះហើយយើងបានរួមគ្នាជាមួយនឹង
តារាចម្រៀងជាច្រើនរបស់ក្រុមគ្រួសារក្រុមហ៊ុនវឌ្ឍនៈ តែមេញដែលគ្របដែនពសធាមានអាទិនច័ន្ទជាគ្នាមិនរងាលោកា ចង់ដឹងបទចម្រៀងនឹងរបៀបម៉េចរងចាំទស្សនានិងស្ដាប់ទាំងអស់គ្នាផងដែរ អូយខូចចម្រៀងគេមួយទៅមូគេថាបបួលតែបាយយើនេះបាយយីមែនតើនេះបាយយីមែនតើអូយបាយយីឯងយើងចូលមកខូចភ្លេងគេអស់ហើយមួយទៀតទេបាយយីមែនតើនេះអត់និយាយលេងទេ Yes, I'm done. Something up there. Oh. គោលដៅចម្បងរបស់ក្រុមហ៊ុនវឌ្ឍនៈគឺផលិតនៅផលិតផលខ្មែរដែលមានគុណភាពនិងចូលរួមផ្សព្វផ្សាយនៅវប្បធម៌អរិយធម៌សិល្បៈខ្មែរក្រោមចលនាស្មារតីខ្មែរតែមួយ